ប្រទេសថៃបានដើរតួនាទីគ្រប់យ៉ាងតាំងពីអ្នកចោទប្រកាន់អ្នកជំរុំជម្រះនៃការសេចក្តីនឹងជាពេជ្ឈឃាតនៅក្នុងឧបទ្ទវហេតុចុងក្រោយបំផុតដែលនាំឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់និង3នាក់រងរបួសដោយសារតែទាហានថៃបាញ់កាលពីថ្ងៃទី12ខែវិច្ឆិកានេះបញ្យងតាមព្រឹទ្ធសភាកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី12ខែវិច្ឆិកាអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដ៏សាហាវឃោរឃៅរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យដែលចាត់ទុកថានេះគឺជាការរំលោភបំពានយ៉ាងជាក់ស្ដែងទៅលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាព្រមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់មនុស្សធម៌អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញានិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍យោងតាមលោកស្រីម៉ាលីសុជាតិតាអ្នកនាំពាក្យក្រសួងការពារជាតិទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរដែលកំពុងដើរនៅលើខ្នងទំនប់ដោយដំបងឡើយបណ្ដាឲ្យមនុស្ស2នាក់រងរបួសនៅពេលដែលអ្នកផ្សេងទៀតទៅជួយសង្គ្រោះពួកទាហានថៃក៏បានបើកការបាញ់ប្រហារម្ដងទៀតដោយសម្លាប់ម្នាក់នៅនឹងកន្លែងនិងបណ្ដាឲ្យម្នាក់ទៀតរងរបួសអ្នកនាំពាក្យព្រឹទ្ធសភាថ្លែងថាឧបទ្ទវហេតុដ៏សោកនាដកម្មនេះបានកើតឡើងបើទោះបីជាមានសេចក្តីប្រកាសរួមគ្នាដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពូកាលពីថ្ងៃទី26ខែតុលាដែលបញ្ជាក់ឡើងវិញពីការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីនិងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានធ្វើឡើងទ្វេភាគីក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភាថ្លែងថាទង្វើឈ្លានពានបែបនេះរបស់ប្រទេសថៃគឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើទំនុកចិត្តទៅវិញទៅមកនិងជាការរំលោភបំពានដោយផ្ទាល់ទៅលើយន្តការដែលបានបង្កើតឡើងសម្រាប់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការអ្នកនាំពាក្យបានបន្ថែមថាភាគីថៃបានប្រឌិតការចោទប្រកាន់មិនពិតជាច្រើនរួមទាំងការចោទប្រកាន់ថាដាក់មីននិងការគំរាមកំហែងពីបទល្មើសឆ្លងដែនដើម្បីបង្ហាញអាកប្បកិរិយាអរិភាពរបស់ខ្លួនអ្នកនាំពាក្យសម្ដែងការសោកស្ដាយយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងភាគីម្ខាងហាក់ដូចជាដើរតួជាអ្នកសម្ដែងនិងជាអាជ្ញាកណ្ដាលជំនួសឲ្យការគោរពគោលការណ៍សមភាពនិងគ្រប់គ្នាទៅវិញទៅមកអ្នកនាំពាក្យបន្តថាថៃមិនត្រឹមតែបានប្រឌិតរឿងចោទប្រកាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រមជាគណៈវិនិច្ឆ័យនិងជាពេជ្ឈឃាតដោយខ្លួនឯងដោយធ្វើការសម្រេចចិត្តថាអ្នកណាខុសនិងអ្នកណាត្រូវជាឯកតោភាគីភាពក្រអឺក្រទមបែបនេះមិនស័ក្តិសមតតែសោះក្នុងទំនាក់ទំនងអន្តរជាតិដែលស្ថិតក្រោមគោលការណ៍ច្បាប់កិច្ចសន្ទនានិងការគ្រប់គ្នាទៅវិញទៅមកអ្នកនាំពាក្យបានថ្លែងថាចាប់តាំងពីបទឈប់បាញ់ជាលើកដំបូងកាលពីថ្ងៃទី28ខែកក្កដាកម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុតដោយជៀសវាងការសងសឹកបើទោះបីជាមានការបង្កហេតុម្ដងទៀតក៏ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍សន្តិភាពនិងភាពជាអ្នកជិតខាងល្អទោះបីជាយ៉ាងណាកម្ពុជាមិនធ្វើសម្បទានអធិបតេយ្យភាពឬសេចក្តីថ្លៃថ្នូររបស់ខ្លួននោះឡើយព្រឹទ្ធសភាកម្ពុជាឈររួបរวมជាមួយរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាលោកបានថែមថាសន្តិភាពត្រូវការពារការពិតត្រូវតែរក្សាហើយយុត្តិធម៌ត្រូវតែ